អាជ្ញាធរក្រុងសៀមរាបលើកទឹកចិត្តដល់កម្លាំងប្រជាការពារបន្តចូលរួមការពារនិងថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបង្កើនភាពសុខសាន្តក្នុងមូលដ្ឋានឲ្យបានល្អក្នុងឱកាសផ្ដល់អំណោយលើកទឹកចិត្តដល់កម្លាំងប្រជាការពារចំនួន30នាក់នៅក្នុងសង្កាត់គោកចកក្រុងសៀមរាបនារសៀលថ្ងៃទី21ខែមេសាឆ្នាំ2026លោកហៃយ៉ងអភិបាលរងក្រុងសៀមរាបបានជំរុញនិងលើកទឹកចិត្តដល់ប្រជាការពាររក្សាសណ្ដាប់ធ្នាប់ក្រុងសូមបន្តរក្សាឲ្យបានរឹងមាំនៅសាមគ្គីភាពផ្ទៃក្នុងពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាននិងកម្លាំងមានសមត្ថកិច្ចដើម្បីរួមគ្នារក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមគោលដៅរៀងៗខ្លួនខណៈដែលក្រុងមានកម្លាំងប្រជាការពាររក្សាសណ្ដាប់ធ្នាប់និងបរិស្ថានក្រុងចំនួន30នាក់ក្នុងនោះមួយផ្នែកជាកម្លាំងស្នូលរបស់រដ្ឋបាលក្រុងនិងមួយផ្នែកជាកម្លាំងស្នូលចុះតាមមូលដ្ឋានទាំង12សង្កាត់ក្នុងក្រុងសៀមរាបលោកហៃយ៉ងមានប្រសាសន៍ថាបងប្អូនប្រជាការពារទាំង30រូបនេះត្បិតតែពុំបានទទួលកម្រៃអ្វីក្តីតែជាកម្លាំងស្នូលដែលបានលះបង់ទាំងកម្លាំងកាយចិត្តពេលវេលាដើម្បីចូលរួមការងារសង្គមក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានចំពោះអំណោយដែលបានផ្ដល់ជូននេះបានពីការឧបត្ថម្ភពីព្រះគ្រូហែមកំសាន្តចៅអធិការវត្តប្រាសាទគោកចកនិងរដ្ឋបាលក្រុងសៀមរាបដើម្បីជាការលើកទឹកចិត្តបន្ទាប់ពីភាពហត់នឿយក្រោយការជួយសម្រួលសន្តិសុខសណ្ដាប់ធ្នាប់តាមគោលដៅក្នុងមូលដ្ឋានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីនេះក្នុងឱកាសនោះដែរព្រះគ្រូហែមកំសាន្តមានធរណីកាថាការចែកជូនគ្រឿងឧបភោគបរិភោគនាពេលនេះគឺជាការលើកទឹកចិត្តនិងបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃនិងអាជ្ញាធរក្រុងជូនដល់កម្លាំងបងប្អូនប្រជាការពាររៀបចំសណ្ដាប់ធ្នាប់ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តពេលវេលាដើម្បីចូលរួមជួយការងារសង្គមជាពិសេសបានជួយសម្រួលសណ្ដាប់ធ្នាប់សាធារណៈការពារសន្តិសុខសុវត្ថិភាពក្នុងវត្តអារាមតាមទីប្រជុំជននិងក្នុងមូលដ្ឋានកាលពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរព្រះគ្រូហែមកំសាន្តមានធរណីកាបន្តថាការងារនិងភារកិច្ចចម្បងរបស់ប្រជាការពារក្រុងយើងអាចចាត់ទុកពួកគាត់ជារបងដ៏សំខាន់និងជាអ្នកនាំសារដ៏រហ័សទៅកាន់អាជ្ញាធរមានសមត្ថកិច្ចទាន់ពេលវេលានៅពេលដែលប្រជាពលរដ្ឋឬក្នុងមូលដ្ឋានជួបហេតុការណ៍ខុសប្រក្រតីណាមួយសកម្មភាពការងារជួយសង្គមរបស់បងប្អូនប្រជាការពារគឺជាគំរូដ៏ប្រពៃបង្ហាញទៅដល់មហាជននិងយុវជនចំនួនក្រោយឲ្យពួកគាត់ឃើញថាយើងចេះស្រឡាញ់និងសាមគ្គីគ្នាមានឆន្ទៈជាធ្លុងមួយជួយគ្នាទៅវិញទៅមករួមគ្នាទប់ស្កាត់និងបញ្ជាភាពអសន្តិសុខដើម្បីភាពសុខសាន្តក្នុងមូលដ្ឋានរបស់យើងទាំងអស់គ្នា